Hello Hello អ្នកទាំងអស់គ្នាសួស្តីចាអ្នកទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំចង់និយាយពីកម្មវិធីខ្ចីលុយ20% program ដែលនាងខ្ញុំតែងតែលើកយកមកនិយាយមកដែលថាកន្លែងខ្ចីលុយគៀកតម្រូវមើលចំណូល income យើងពិតប្រាកដអញ្ចឹងនាងខ្ញុំសូមសារាយតិចពេលដែលយើងនិយាយចំណូល income ពិតប្រាកដហ្នឹងគឺយើងនិយាយតាក់ដែលយើងធ្វើជារៀងរាល់ឆ្នាំអញ្ចឹងសម្រាប់បងប្អូនខ្មែរខ្លះដែលគាត់ធ្វើការជា W2 សម្រាប់បងប្អូនខ្មែរខ្លះដែលគាត់ធ្វើការជា1099និងជាសម្រាប់បងប្អូនខ្មែរដែលគាត់បើកអានខ្លួនឯងអញ្ចឹងពេលដែលយើងនិយាយ qualify ចំណូល income ចាគឺវាមានមើលសំណុំឯកសារចំណូល income យើងចុងបញ្ចប់អញ្ចឹងថាមួយឆ្នាំយើងធ្វើបានប៉ុណ្ណាអញ្ចឹងយើង report ចុងឆ្នាំប៉ុណ្ណាបន្ទាប់ពីយើងកាត់កងសងតាក់សងអីគេឲ្យអស់ហើយអញ្ចឹងយើងយកទៅចំណូលហ្នឹងគឺយកទៅ qualify ទេសម្រាប់ program មួយទៀតហ្នឹងដែលគេអត់ពឹងផ្អែកទៅលើចំណូល income យើងហ្នឹងគឺគេអត់មានសុំ income តាក់មើលទេអញ្ចឹងអ្វីដែលគេ focus គឺគេ focus ទៅលើអ្នកទាំងអស់គ្នាមាន20% down អត់ហើយនឹង credit អ្នកទាំងអស់គ្នាមិនដែរចានេះខ្ញុំសូមបញ្ជាក់តិចថា program នេះគឺយើងមាន approve នៅច្រើន state ចាអញ្ចឹងចិត្តយងទៅលើតាមបុគ្គលម្នាក់ៗថាតើគាត់ធ្វើអីគេដែរយើងចិត្តយងទៅតាម program នីមួយៗថាតើយើងគួរតែដាក់គាត់ម៉េចដើម្បីឲ្យសំណុំឯកសារយើងរៀបចំមានភាពរលូននិងអាចទៅរួចចាអញ្ចឹងពេលដែលយើងនិយាយថាឲ្យតែយើងមាន20% down គឺយើងអត់ check income នេះខ្ញុំសូមបញ្ជាក់តិចដែរថា program នេះគឺវា legit ពិតប្រាកដរបស់គេត្រឹមត្រូវកាត់កងឈ្មោះផ្ទះរបស់យើងស្អីរបស់យើងជាអ្នកទទួលតបង់គេចា program នេះគឺវា fix រយៈពេល30ឆ្នាំវាមានភាពប្រែប្រួលអីទេអ្នកទាំងអស់គ្នានិយាយទៅវាដូចគ្នានឹងយើងខ្ចីលុយទិញផ្ទះដែលចំណូល income យើងពិតប្រាកដដូចគ្នាគ្រាន់តែថាមួយគឺយើងអត់ពឹងផ្អែកទៅលើចំណូល income ពិតប្រាកដមួយទៀតគេតម្រូវឲ្យយើងមាន20% down និងមាន credit គួរសមអញ្ចឹងពី program ពីរហ្នឹងវាដើរទន្ទឹមគ្នាអ្វីដែលវាប្រែប្រួលគឺប្រែប្រួលបើសិនជាយើងមានចំណូល income គ្រប់គ្រាន់អ្នកទាំងអស់គ្នាចង់ដាក់ប្រមាណក៏បានដែរឲ្យតែចំណូល income យើងជាមួយនឹងលុយ down ទៅរួចប៉ុន្តែ program ដែលយើង qualify អ្នកទាំងអស់គ្នាដែលយើងអត់ត្រូវការចំណូល income ពិតប្រាកដនេះឲ្យតែយើងមាន20% down គឺអ្នកទាំងអស់គ្នាចង់ទិញផ្ទះថ្លៃប្រមាណក៏បានដែរអ្វីដែលវាមានភាពខុសគ្នាគឺធម្មតាសំណុំឯកសាររៀង program ដែលយើងខ្ចីលុយពិតប្រាកដហ្នឹងធម្មតាសំណុំឯកសារគេវាអស់តិចជាងហ្នឹងសំណុំឯកសារដែលយើងទៅខ្ចីលុយពី program ដែលគេអត់ check income ហ្នឹងវាខ្ពស់ជាងនឹងបន្តិចតួចការប្រាក់វាខ្ពស់ជាងនឹងបន្តិចតួចប៉ុន្តែយ៉ាងណាមិញយើងចង់ទៅទិញផ្ទះថ្លៃប៉ុណ្ណាក៏បានស្រាប់ចៃដល់នៅទី program ដែលគេឲ្យយើងខ្ចីហ្នឹងវា max តួលេខប៉ុណ្ណេះអញ្ចឹងអ្នកទាំងអស់គ្នាចង់ទៅទិញផ្ទះល្អជាងនឹងស្អាតជាងនឹងគឺទិញអត់បានទេតតែអ្នកទាំងអស់គ្នាមាន20% down អញ្ចឹងពេលដែលយើងមាន20% down ទៅចូល program ដែលគេអត់ check income ហ្នឹងអ្នកទាំងអស់គ្នាចង់ទិញផ្ទះប្រហែលក៏បានដែរគឺសំខាន់សមត្ថភាពយើងគឺអាចមានលទ្ធភាពបង់រួចអត់នេះខ្ញុំសូមបញ្ជាក់ថា program ហ្នឹងចំណូល income ដែលគេឆែកមិនចំណូល income ដែលគេឆែកហ្នឹង program ហ្នឹងអ្នកទាំងអស់គ្នាចង់ refinance ការក៏បានចង់លក់ផ្ទះចង់ដកលុយចេញគឺបានដូចគ្នាទាំងអស់គ្រាន់តែថាមួយគឺគេហៅតែជា program ដែលជាប្រភេទ program ពួក investor ដែលគេអត់តម្រូវឆែកសំណុំឯកសារយើងច្រើនប៉ុន្តែយ៉ាងណាមិញកម្មសិទ្ធិផ្ទះគឺនៅរបស់យើង fix រយៈពេល30ឆ្នាំជារបស់យើងគឺអត់មានភាពខុសគ្នារវាង program ពីរហ្នឹងទេគ្រាន់តែថាការភាគអាចខ្ពស់ជាងនឹងបន្តិចតួចជាមួយនឹង program ដែលបញ្ឆេះ income សំណុំឯកសារអាចអស់លុយច្រើនជាងនឹងបន្តិចតួចពេលដែលយើងមានចំណូល income ពិតប្រាកដអញ្ចឹងជួយអ្នកខ្លះទៅជួនកាលគាត់អត់មានសមត្ថភាពដាក់20% down តែគាត់មានចំណូល income ខ្ពស់អញ្ចឹងគេអាចសេរីស្រង់ទៅ program ដែលគេឲ្យយើងខ្ចីគឺមិនដាក់20%ទេតែបើសិនជាចំណូល income យើងអត់គ្រប់គ្រាន់យើងអាចឲ្យតែយើងមាន20% down គឺយើងអាចយក program នឹងបានទិញផ្ទះតំបន់ដែលយើងចង់បានគ្រាន់តែធម្មតា payment របស់យើងវាខ្ពស់ជាងនឹងតិចព្រោះការប្រាក់វាខ្ពស់តិចអ្នកទាំងអស់គ្នាអញ្ចឹងយ៉ាងណាមិញវាជាជំរឿបើសិនជាអ្នកទាំងអស់គ្នាត្រូវការអ្វីដែលខ្ញុំនិយាយនេះគឺវា apply ទៅលើ state ទាំងអស់អ្នកទាំងអស់គ្នាអញ្ចឹងមិនមែនតែនៅក្នុងកលីទេបង